បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះសូមនាំអារម្មណ៍បងប្អូនទៅដំណើរកម្សាន្តនៅរមណីយដ្ឋានផ្កាព្រៃរីសតដែលស្ថិតនៅក្នុងស្រុកសំឡូតចាស់ខេត្តបាត់ដំបងបើសិនជាបងប្អូនធ្វើដំណើរទៅដល់ខេត្តបាត់ដំបងបងប្អូនត្រូវធ្វើដំណើរទៅផ្លូវទៅខាងប៉ៃលិនទីរួមខេត្តបាត់ដំបងមកដល់រង្វង់មូលបត់ទៅស្រុកសំឡូតចាស់ហ្នឹងមានចម្ងាយប្រហែលជាខ្ទង់25គីឡូហើយបន្ទាប់មកបងប្អូនធ្វើដំណើរពីរង្វង់មូលមកដល់ផ្លូវបត់ចូលរីសតហ្នឹងគឺចម្ងាយប្រហែលខ្ទង់25គីឡូទៀតបាទហើយយើងធ្វើដំណើរមកដល់ផ្លូវបត់ចូលហ្នឹងគឺយើងបត់ស្ដាំចូលមកហើយបងប្អូនឃើញទស្សនភាពហ្នឹងគឺផ្លូវបត់ចូលតង់ទី1ហ្នឹងគឺគេឈូសឆាយដើម្បីធ្វើផ្លូវវាមានសភាពស្រួលគាត់ថាកន្លែងខ្លះវាមានផ្លូវវាងតិចតិចចឹងណាហើយពេលបងប្អូនធ្វើដំណើរពីផ្លូវធ្វើកំពង់ជួសជុលហ្នឹងតែខ្ទង់ជិត10គីឡូទៀតបងប្អូនឃើញមានផ្លូវមួយបត់ស្ដាំចូលទៅក្នុងរីសតហ្នឹងប៉ុន្តែគាត់ថាផ្លូវបត់ចូលហ្នឹងគឺមានលក្ខណៈអត់សូវស្រួលប៉ុន្មានទេហើយក៏មិនបាក់ដែរគឺវាមានផ្លូវដីហើយផ្លូវខ្លះក៏មានគ្រួសហើយផ្លូវខ្លះក៏មានថ្មដែលវាផុសឡើងអញ្ចឹងណាដោយសារគាត់អត់បានកិនប្រហាប់ស្អាតហើយតមកយើងធ្វើដំណើរហ្នឹងកុំធ្វើដំណើរលឿនពេកខ្លាចមុតកង់ម៉ូតូអញ្ចឹងណាបងប្អូនហើយគាត់ថាផ្លូវចូលហ្នឹងវាមានសភាពរៀងឆ្ងាយពីផ្លូវបត់ចូលហ្នឹងហើយសូមណែនាំបងប្អូនថាបើសិនជាចង់មកលេងនៅហ្នឹងគឺកុំមកយប់ពេកម៉ោង3អីយើងចេញដំណើរពីខេត្តមកឬក៏ម៉ោង2អីមកពីព្រោះផ្លូវដែលយើងមកលេងហ្នឹងគឺខាងម្ចាស់រីសតគាត់ភីងមកហ្នឹងគាត់ប្រាប់ថាភីងមកមិនដឹងថាម៉េចដាច់សេវាពាក់កណ្ដាលផ្លូវអញ្ចឹងគឺយើងត្រូវដំណើរស្វែងរកទៀតហើយកន្លែងខ្លះក៏អត់សេវាដែរអញ្ចឹងវាពិបាកក្នុងការស្វែងរកអញ្ចឹងណាអញ្ចឹងបើអាចបងប្អូនកុំមកយប់យើងមកពីថ្ងៃមកដើម្បីស្រួលរកដូចខ្ញុំអញ្ចឹងគឺខ្ញុំមកជាងជ្រេហងម៉ោង4ជាងម៉ោង7:05រំតារមកគឺអញ្ចឹងបងប្អូនធ្វើដំណើរមករហូតអញ្ចឹងមកគយគន់ទេសភាពដ៏ស្រស់ស្អាតគឺភ្នំបំព័ទ្ធដោយដើមរុក្ខជាតិដុះតិចតួចហ្មងបងប្អូនហើយបងប្អូនធ្វើដំណើរបន្តិចមកឃើញខាងមុខហ្នឹងភ្លើងបែកជាពីរអញ្ចឹងភ្លើងបែកជាពីរហ្នឹងគឺខាងឆ្វេងដៃគឺមានដាក់ផ្លាកសញ្ញាហ្នឹងអញ្ចឹងគឺបងប្អូនបត់តាមផ្លាកសញ្ញាហ្នឹងធ្វើដំណើរមករហូតមកប្រហែលពីផ្លាកសញ្ញាដែលបត់ឆ្វេងហ្នឹងមកទងប្រហែលទង4-5គីឡូដីទៀតខ្ញុំអត់ច្បាស់ទេបងប្អូនដោយសារផ្លូវពិបាកដូចខ្ញុំបានប្រាប់បងប្អូនហ្នឹងគឺកុំធ្វើដំណើរលឿនពេកខ្លាចវាមុតកង់ឡានឬកង់ម៉ូតូអញ្ចឹងដោយសារវាមានគ្រោះវាមានថ្មហើបអីចឹងណាអញ្ចឹងបងប្អូនធ្វើដំណើររហូតតាមដងផ្លូវហ្នឹងគយគន់ទេសភាពហ្នឹងមកបងប្អូនឃើញខាងស្ដាំដៃនោះមានសដូមទូចទូចហ្នឹងគឺចិត្តដល់ហើយអញ្ចឹងគឺយើងរៀងរំភើបតិចណាបងប្អូនអញ្ចឹងយើងធ្វើដំណើរបន្តទៀតមកតិចតិចតិចគយគន់ទេសភាពមកហើយទុំ1គីឡូដីទៀតមកយើងឃើញផ្លាកសញ្ញានឹងហ្មងនៅខាងស្ដាំដៃហ្នឹងឥឡូវគឺយើងបានចូលមកដល់ហើយអញ្ចឹងសូមបងប្អូនទស្សនាទស្សនវិជ្ជារួមជាមួយខ្ញុំបាទសូមអរគុណ